ព្រឹកមិញនេះគឺសាហាវខ្លាំងមែនតើខ្ញុំចង់និយាយថាលើកមុនខ្ញុំរត់ទាន់នៅពេលដែលគេអត់ទាន់បាញ់គ្នាខ្ញុំជិះឡានរត់មកទាន់តែព្រឹកមិញនេះអត់ទេសាហាវណាស់ពីម៉ោង 6 ព្រឹកខ្ញុំរៀបឲ្យវ៉ាន់បដាបេអាក្របធំហ្នឹងធ្លាក់គៀនផ្ទះ 3 4 គ្រាប់ហើយអាកំភ្លើងដៃកំភ្លើងAKM ហ្នឹងហើយបាញ់អត់មានដកដៃសោះហ្មងគឺរះជាប់នៅគៀនផ្ទះប្រហែលជាចង្ងាយ50 ម៉ែត្រហ្នឹងហើយ50 ម៉ែត្រពីផ្ទះខ្ញុំទៅកន្លែងតាហ៊ានហ្នឹងហើយខ្ញុំរៀបឲ្យវ៉ាន់បដាអីបដាអង្គុយនិយាយអើយចំម៉ាយខ្លាំងសាហាវក៏ព្រឹកមិញនេះហើយឥឡូវនេះគឺខ្ញុំមកដល់កន្លែងចិត្តដល់សៀមរាបហើយផុតពីកន្លែងហ្នឹងហើយប៉ុន្តែគាត់ថានៅផ្ទះខ្ញុំគឺនៅតែមានសលេងភ្លើងធំក្របកំភ្លើងធំខ្លាំងដែរដោយសារតែមានអ្នកគាត់ប្រាប់ដែរអញ្ចឹងណាថានៅម្ដុំនោះគឺខ្លាំងមែនតើក្របធំទាំងអាក្របធំផងទាំងអាភ្លើងដៃផងអីផងអូខ្ញុំនិយាយមែនខ្ញុំរត់អត់សឹងតន់ទេព្រឹកមិញអត់បានពាក់អាវទៀតអ្នកគ្នារាល់ដងខ្ញុំរៀបឲ្យបានទុកគូតឡានទុកនៅគូតឡានហ្នឹងត្រៀមដោយសារតែខ្ញុំអ្នកនៅព្រំដែនអ្នកនៅខាងអូស្មាច់ហ្នឹងគឺស្ថានភាពអត់ស្រូវស្រួលអញ្ចឹងខ្ញុំអត់ដែរយកឲ្យបានចេញទេតែដល់ពេលម្សិលមិញមួយថ្ងៃនេះខ្ញុំឃើញស្ថានភាពក៏ស្រួលក៏យកឲ្យបានចេញដល់ពេលយកឲ្យបានចេញគេបាញ់បណ្ដោយដល់ពេលរៀបទុកហ្នឹងអត់មានស្ថានភាពអីទេដល់ពេលឲ្យតែរៀបឲ្យបានចេញគឺដឹងតែអញ្ចឹងហ្មងអញ្ចឹងមិនថាត្រៀមទុកគឺអត់នេះដល់ពេលអត់ត្រៀមនេះភ្លាមតែព្រឹកមិញអត់បានពាក់តាលីអូក៏អត់បានពាក់ផងហើយក៏អាវក៏អត់បានពាក់ដែរ